Châm riêng này châm cá tôm bèng bài chù Can công pi ê sai chung phục tì pram Khó tì mùi đòl tì đập pram pi Khňom xôm riêng bọt Vai nguồn xâm lành rõ bọt khňom Cây chế bọt châm riêng pi nguồn xâm lành khňom Khang ai châm cá tôm bèng bài chù rõ bọt trung thà Nguồn xâm lành khňom Trung miên châm cá tôm bèng bài chù nở lợp nông Đai miên chi chiết Trung có cặp qua đây Hai rơi dọc đôm thầm chanh Rồi trung đam tôm bèng bài chù Giang lọ bông phọt Có song bò mùi nơi chưa cần đal Hai thơ thùng khniếp kiếp lại phongក្រោយនោះទ្រង់ប្រាថ្នាចង់ឲ្យទំពាំងបាយជូរកើតផលតែបានកើតផលคล้ายជាទំពាំងបាយជូរព្រៃវិញឥឡូវនេះអស់ពួកក្រុងយេរូសាឡិមនិងជនជាតិយូដាអើយសូមវិនិច្ឆ័យរឿងអញដែលកើតក្តីនឹងចំការទំពាំងបាយជូររបស់អញនេះចុះតើគួរឲ្យអញធ្វើអ្វីទៀតដល់ចំការទំពាំងបាយជូររបស់អញដែលអញលះបង់មិនបានធ្វើនោះដូច្នេះកាលអញប្រាថ្នាឲ្យកើតមានផលល្អម្ដេចក៏ខ្លាចជាមានផ្លែទំពាំងបាយជូរព្រៃវិញឥឡូវនេះអញនឹងប្រាប់ឲ្យឯងរាល់គ្នាដឹងជាអញនឹងធ្វើអ្វីដល់ចំការទំពាំងបាយជូររបស់អញនោះគឺអញនឹងរើរបងចេញនោះសត្វនឹងចូលស៊ីបំផ្លាញអញនឹងរំលំកំផែងចេញនោះចំការនឹងត្រូវជន់ឆ្លីទៅអញនឹងបំផ្លាញអស់រលីងនឹងគ្មានអ្នកណាកាត់លួសឬជ្រោយដីទៀតឡើយគឺនឹងកើតមានអញ្ចាញហើយនឹងបន្លាដោះឡើងវិញហើយអញនឹងបង្គាប់ដល់មេឃហើយមិនឲ្យធ្លាក់ភ្លៀងមកលើចំការនោះតទៅពីព្រោះចំការទំពាំងបាយជូររបស់ព្រះយេហូវ៉ានៃពួកពលបរិវារនោះគឺជាពុយពងរបស់អ៊ីស្រាអែលនិងពួកយូដាជាដំណាំដែលគប់ដល់ព្រះនេត្រទ្រង់ហើយទ្រង់ប្រាថ្នាចង់បានសេចក្តីយុត្តិធម៌តែមើលបានតែការកំចាយឈាមវិញក៏ប្រាថ្នាចង់បានសេចក្តីសុចរិតដែរតែមើលបានតែសម្រេចគ្រលួចវិញវេទនាដល់ពួកអ្នកដែលសង់ផ្ទះភ្ជាប់គ្នាហើយគៀប្រមូលស្រែចម្ការតគ្នាឥតមានចន្លោះណាឡើយទាំងបណ្ដាលឲ្យឯងរាល់គ្នានៅតែឯនាយស្រុកវិញព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានប្រាក់បន្ទូលដាក់ត្រចៀកខ្ញុំថាពិតប្រាកដជាផ្ទះជាច្រើននោះនឹងត្រូវចោលទទេគឺជាផ្ទះធំល្អផងឥតមានអ្នកណានៅឡើយត្បិតចំការទំហំ10រៃនឹងបាត់ទឹកទំពាំងបាយជូរតែ2ប៉ោតហើយពូជពងរស់10ថាំងនឹងច្រូតបានតែ1ថាំងទេវេទនាដល់ពួកអ្នកដែលក្រោកឡើងពីព្រលឹមស្រាងដើម្បីតែនឹងរកគ្រឿងស្រវឹងហើយអត់ងងុយដល់រាបដល់យប់ជ្រៅទាល់តែឆេះររៀលដោយសារស្រាទំពាំងបាយជូរជាពួកអ្នកដែលមានសុងប៉ិនក្រាប់ខ្លុយនិងស្រាទំពាំងបាយជូរក្នុងការស៊ីលៀងរបស់គេតែគេមិនយកចិត្តទុកដាក់ចំពោះស្នាដៃរបស់ព្រះយេហូវ៉ាទេក៏មិនពិចារណាពីការដែលព្រះហស្ថទ្រង់ធ្វើដែរហេតុនោះបានជារាជរបស់អញត្រូវបានចាប់ទៅជាឆ្លើយគឺដោយព្រោះគេខ្វះប្រាជ្ញាពួកអ្នករុងរឿងត្រូវអត់ឃ្លានរហិតរហៃទៅហើយពួកបណ្ដាជនណែនាំក៏ខាកកដោយស្រែកទឹកដូច្នេះឋានគុំប្រលឹងមនុស្សស្លាប់បានរីកធំឡើងព្រមទាំងហាមាត់ជាធំហួសប្រមាណឯពួករុងរឿងឧត្តមពួកណែនាំតាន់តាប់ពួកអកថឹកនិងពួកអ្នកដែលរីករាយសប្បាយក្នុងពួកគេក៏ចុះទៅឯឋាននោះមនុស្សជាន់ទាបត្រូវអោនចុះហើយមនុស្សជាន់ខ្ពស់ក៏ត្រូវបន្ទាបដែរឯភ្នែករបស់អ្នកមានរឹកខ្ពស់និងត្រូវសំយងជ្រុបតែព្រះយេហូវ៉ានៃពួកពលបរិវារ
ទ្រង់បានដំកើងឡើងដោយសេចក្តីយុត្តិធម៌គឺព្រះដ៏បរិសុទ្ធទ្រង់បានរាប់ជាបរិសុទ្ធដោយសេចក្តីសុចរិតវិញនៅគ្រានោះកូនជាមនឹងរកស៊ីនៅគ្រប់កន្លែងដូចជានៅវាស្មៅរបស់វាឯមនុស្សដទៃគេនឹងត្របាក់លេបទ្រព្យសម្បត្តិបាក់បែករបស់ពួកអ្នកស្ដុកស្ដំចុះគិតនិងស្វែងយល់អេសាយបានបន្ទោសពួកយូដាអំពីអំពើបាបរបស់ពួកគេតាមរយៈចម្រៀងមួយអំពីចំការទំពាំងបាយជូរព្រះអង្គបានចោទប្រកាន់ពួកយូដាយ៉ាងច្បាស់លាស់ចំពោះអំពើបាបរបស់ពួកគេនិងការលោភលន់ហើយនឹងបានមានបន្ទូលពីការជំនុំជម្រះដែលពួកគេនឹងទទួលដូចជាលទ្ធផលនៃអំពើបាបរបស់ពួកគេពួកយូដាបានចាប់អារម្មណ៍តែទៅលើផលប្រយោជន៍និងការរីករាយសប្បាយរបស់ពួកគេផ្ទាល់ខ្លួនប៉ុណ្ណោះហើយមិនចាប់អារម្មណ៍លើព្រះបន្ទូលព្រះនិងព្រះហឫទ័យរបស់ទ្រង់ឡើយជំពូកទី5ខទី1ដល់ទី12រាជអ៊ីស្រាអែលដែលបានកំពុងរស់នៅដោយគ្មានព្រះនឹងក្លាយទៅជាពួកឆ្លើយនិងឈឺចាប់ដោយអត់ឃ្លានដោយពាក្យចំអកនិងសេចក្តីស្លាប់ព្រះតែមួយអង្គនឹងត្រូវបានដំកើងឡើងវិញខទី13ដល់ទី17តើព្រះជានរណាដោយផ្អែកលើខទី1ដល់ទី4ព្រះសពព្រះហឫទ័យឲ្យយើងបង្កើតផលផ្លែល្អព្រះអង្គបានសង្ឃឹមឲ្យអ៊ីស្រាអែលបង្កើតផលផ្លែល្អដោយដើមទំពាំងបាយជូរដែលត្រូវបានដាំក្នុងដីដែលមានជីជាតិប៉ុន្តែរាជអ៊ីស្រាអែលបានកើតចេញតែផលផ្លែអាក្រក់ប៉ុណ្ណោះតើផលផ្លែបែបណាដែលយើងកំពុងតែបង្កើតនៅថ្ងៃនេះតើជាផលផ្លែដែលគាត់ព្រះហឫទ័យព្រះឬទេតើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំដោយផ្អែកលើខទី5ដល់ទី7ព្រះបានសម្រេចព្រះទ័យបំផ្លាញដើមទំពាំងបាយជូរនោះការនេះដោយព្រោះទោះបីជាយើងបានសង្ឃឹមចំពោះសេចក្តីសុចរិតក៏ដោយក៏ទឹកដីបានក្លាយទៅជាទឹកដីទុច្ចរិតដែលពេញទៅដោយសម្រេចរបស់មនុស្សតើយើងកំពុងរស់នៅជីវិតដែលសង្ឃឹមលើព្រះគឺជាជីវិតដែលព្រះចង់បានពីយើងដែរឬទេសូមអានកាន់គម្ពីរសុភាសិតជំពូកទី10ដល់ជំពូកទី12សេចក្តីអធិដ្ឋានអោព្រះអង្គអើយទ្រង់បានបង្កើតយើងខ្ញុំជាកូនរបស់ទ្រង់យើងខ្ញុំនឹងរស់នៅដោយតែងតែបង្កើតផលផ្លែដែលសមនឹងការត្រាស់ហៅដែលយើងបានទទួលពីទ្រង់